ករណីទាហានឈុតខ្មៅថៃ7នាក់បាទចាប់រំលោភបូកទៅលើពលករណីខ្មែរយើងដែលធ្វើដំណើរពីប្រទេសថៃជិតមកដល់ព្រំដែនបាទកម្ពុជាហើយបាទជាត្រូវទាហានឈុតខ្មៅបាទរបស់ថៃនឹងបានធ្វើការខាត់ហើយនៅក្នុងនោះគឺទាហានឈុតខ្មៅថៃនឹងគឺបានធ្វើការចាប់រំលោភបូកបាទទៅលើពលករណីខ្មែរយើងឥឡូវនេះគឺក្រសួងកិច្ចការនារីបានចេញនៅសេចក្តីថ្លែងការណ៍បាទស្តីពីការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏សាហាវព្រៃផ្សៃខុសខើនិងអមនុស្សធម៌របស់ក្រុមទាហានឈុតខ្មៅថៃមកលើក្រុមពលករទេសសន្តិប្រវេសខ្មែរចំនួន13នាក់ហើយទាហានឈុតខ្មៅថៃ7នាក់បានប្រព្រឹត្តអំពើថោកទាបស្មោកគ្រោកគឺរំលោភបូកទៅលើពលករណីខ្មែរយើងដែលជាស្ត្រីម្នាក់បាទឥឡូវនេះខ្ញុំសូមអានខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះដូចតទៅក្រសួងកិច្ចការនារីសូមសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងបំផុតនិងសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏សាហាវព្រៃផ្សៃឃោរឃៅអមនុស្សធម៌របស់ក្រុមទាហានឈុតខ្មៅថៃដែលបានប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវយង់ឃ្នងនិងវេដំតថៈចម្រិតទារប្រាក់គំរាមកំហែងយកទ្រព្យសម្បត្តិមកលើក្រុមពលករទេសសន្តិប្រវេសខ្មែរចំនួន13នាក់ហើយក្នុងនោះទាហានឈុតខ្មៅ7នាក់បានប្រព្រឹត្តអំពើថោកទាបស្មោកគ្រោករំលោភបូកទៅលើពលករណីខ្មែរជាស្ត្រី1នាក់ខណៈដែលពលករខ្មែរចំនួន13នាក់ធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជាកាលពីថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025កន្លងទៅនេះជាទង្វើដ៏គួរឲ្យសោកខ្ពើមអមនុស្សធម៌ព្រៃផ្សៃមិនអាចទទួលយកបានហើយជាបទឧក្រិដ្ឋនិងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សសិទ្ធិស្ត្រីនិងសិទ្ធិពលករទេសន្តប្រវេសន៍ដែលមានចែងនៅក្នុងច្បាប់ជាតិនិងលិខិតតុបករណ៍របស់អង្គការសហប្រជាជាតិអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទអង្គការអន្តរជាតិទេសន្តប្រវេសន៍និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក្រសួងកិច្ចការនារីបាននឹងកំពុងសហការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះហើយបច្ចុប្បន្នក្រសួងសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធបានសម្របសម្រួលផ្ដល់ការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តជូនដល់ស្ត្រីរងគ្រោះដែលកំពុងទទួលសេវាព្យាបាលនៅកន្លែងផ្ដល់សេវាចម្រុះឆ្លើយតបនឹងអំពើហិង្សាតាក់ទងនឹង gender នៅមន្ទីរពេទ្យបង្អែកខេត្តជាថ្មីម្ដងទៀតក្រសួងកិច្ចការនារីសូមអំពាវនាវដល់សហគមន៍អន្តរជាតិការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាព gender និងបង្កើនភាពអង្អាចដល់ស្ត្រីនិងអង្គការអន្តរជាតិពាក់ព័ន្ធក្នុងការតាមដាននិងជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចថៃធ្វើការស៊ើបអង្កេតនិងចាត់វិធានការជាបន្ទាន់ដើម្បីនាំយកអក្រិតជនមកផ្ដន្ទាទោសតាមច្បាប់និងផ្ដល់យុត្តិធម៌ជូនជនរងគ្រោះដោយគ្មានការលើកលែងបាទនេះគឺជាសេចក្តីថ្លែងការណ៍របស់ក្រសួងកិច្ចការនារីបាទរបស់កម្ពុជាយើងដែលបានធ្វើការថ្កោលទោសបាទយ៉ាងដាច់អហង្ការទៅកាន់ទាហានឈុតខ្មៅថៃដែលបានធ្វើការរំលោភបាទបំពានមកលើស្ត្រីដែលជាពលករណីខ្មែរយើងអញ្ចឹងបងប្អូនជួយ share នៅវីដេអូនេះដើម្បីឲ្យបានទៅដល់អន្តរជាតិបាទដើម្បីឲ្យគេបានឃើញនៅទង្វើដ៏ថោកទាបរបស់ទាហានឈុតខ្មៅថៃបាទដែលគ្មានសិលធម៌ជាមនុស្សជាតិអញ្ចឹងជួយ share នៅវីដេអូនេះទាំងអស់គ្នាបាទសូមអរគុណ